សួស្តីបងប្អូនទាំងអស់គ្នាលោកគ្រូបង្ហាញមួយទៀតតកតទៅនឹងការបំលែងពី Microsoft Word ទៅជា PDF អញ្ចឹងកុំឲ្យខាត់ពេលវេលាបងប្អូនបើកឯកសារ Word មួយមកបាទពេលដែលបងប្អូនបើកឯកសាររួចហើយបងប្អូនសម្លឹងមកផ្នែកខាងលើបាទនេះបងប្អូនមើលទៅឃើញមានពាក្យថា File ចុចលើពាក្យថា File មកបន្ទាប់មកបងប្អូនយកពាក្យថា Save As បន្ទាប់មកបងប្អូនយកពាក្យថា Browse បាទអញ្ចឹងឯកសារហ្នឹងបងប្អូនទុកនៅណាអាចទុកនៅក្នុង D អាចទុកក្នុង C អាចទុកនៅកន្លែងណាមួយដែលបងប្អូនបានទុកនៅក្នុងកន្លែង download ឬក៏នៅលើ desktop អញ្ចឹងគ្រូដោយសារនៅលើ desktop របស់លោកគ្រូច្រើនពេកអញ្ចឹងលោកគ្រូទុកនៅកន្លែងdocument ចុះបាទអញ្ចឹងគ្រូដាក់ចុចហ្នឹងមកពឹកមកបាទបន្ទាប់មកនេះកន្លែង file name នេះគឺជាឈ្មោះបាទគឺជាឈ្មោះមួយបាទអញ្ចឹងគ្រូឧទាហរណ៍ទេបាទបន្ទាប់មក save as Thai អញ្ចឹងបងអូនចុចកន្លែង save as Thai មកបងអូនអូសចុះមកក្រោមបងអូននឹងឃើញមានពាក្យថា PDF ចុចលើ PDF ហើយបងអូនយកពាក្យថា save បាទបន្ទាប់ពី save ហើយបងអូននឹងឃើញរូបនេះគឺចេញមានលក្ខណៈជា PDF អញ្ចឹងបងអូនទៅរកកន្លែង document ដែលបងអូនរក្សាទុកទៅបាទបងអូននឹងឃើញឯកសារហ្នឹងហើយបាទអញ្ចឹងតើតើនឹង document បងអូនមើលជួរខាងនេះបាទពេលដែលចុច PC មកបងអូនមើលទៅមាន desktop download document អញ្ចឹងចុចលើ document បាទនេះបាទបងអូនបើកវាមកគឺឃើញទម្រង់បែបនេះអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងបាទសូមអរគុណ